កុំលេងមួយកម្ពុជាបើទោះបីជាអាវុធរបស់កម្ពុជាធូរថ្លៃមែនប៉ុន្តែអាចបាញ់តម្លាក់យន្តហោះថ្លៃរបស់យើងបានសាស្ត្រាចារ្យនេះគាត់បានបញ្ជាក់ច្បាស់ហ្មងថាកុំលេងមួយកម្ពុជាបើទោះបីជាអាវុធរបស់កម្ពុជាធូរថ្លៃមែនប៉ុន្តែអាចបាញ់តម្លាក់យន្តហោះថ្លៃរបស់យើងបានอยู่ใน YouTube ก็ได้ไอ้จรวดพาดบ่าราคาไม่แพงเนี่ยยิงขึ้นบินขับไล่ที่แพงที่สุดของเราตกได้เลยนะครับគាត់និយាយបញ្ជាក់ច្បាស់ហ្មងថាមានអាវុធជំនាន់ថ្មីទំនើបដើម្បីបាញ់តម្លាក់យន្តហោះចម្បាំងឬក៏អីនានាដែលមានតម្លៃថ្លៃរបស់ប្រទេសថៃបានហើយជាពិសេសហ្នឹងឃើញប្រទេសថៃមានយន្តហោះទំនើបហ្នឹងហើយអាចបាញ់រយៈចម្ងាយឆ្ងាយឬក៏អីចឹងបានមែនគិតថាយើងហោះមកផ្លែទៅបាញ់ចូលដល់ហើយតែកុំភ្លេចថាអាវុធសម្រាប់ការពារខ្លួនរបស់កម្ពុជាអាចបាញ់តម្លាក់បានភ្លាមនៅនឹងកន្លែងរបស់ថ្លៃរបស់យើងប្រមាណហើយល្មមតែយើងមានសមត្ថភាពគ្រប់គ្រាន់ឬក៏បើសិនជាយើងចង់ឈ្នះកម្ពុជាមានតើតែមានលទ្ធភាពបង្កើតអាវុធឬក៏ទៅផ្គុំអាវុធណាដែលទៅរំខានអារ៉ាដាឬក៏របស់ដែលការពារខ្លួនរបស់កម្ពុជាហ្នឹងប៉ុន្តែគឺពិបាកមែនតើសូម្បីតែអ៊ីស្រាអែលក៏ធ្វើអត់បានដែរអញ្ចឹងហើយកុំដុតរោភ្លើងសង្គ្រាមមួយកម្ពុជា